សូមស្វាគមន៍មកកាន់រឿងនិទានអប់រំកុមារចំណងជើងថាកូនជ្រូក3និងក្តីស្រមៃរបស់វិបុលតោះក្មួយៗទាំងអស់គ្នាចូលរួមស្ដាប់រឿងនិទាននេះដោយក្តីសប្បាយរីករាយនិងរៀនសូត្រនៅមេរៀនល្អៗទាំងអស់គ្នានៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលមានឈ្មោះថាភូមិរីករាយមានក្មេងប្រុសម្នាក់ឈ្មោះថាវិបុលគឺជាក្មេងប្រុសដែលមានចិត្តល្អនិងចូលចិត្តរៀនសូត្រពីអ្វីដែលថ្មីៗនៅថ្ងៃខួបកំណើតរបស់គេលោកយាយបានជូនកាដូដ៏ពិសេសមួយដល់គេកាដូនោះគឺកូនជ្រូកដីចំនួន3ដែលមានពណ៌ខុសៗគ្នាគឺពណ៌ផ្កាឈូកពណ៌ខៀវនិងពណ៌បៃតងវិបុលឆ្ងល់ណាស់ថាហេតុអ្វីបានជាលោកយាយឲ្យកូនជ្រូកច្រើនយ៉ាងនេះលោកយាយអង្គុយក្បែរវិបុលហើយពន្យល់ដោយសម្ដីទន់ភ្លន់ថាកូនជ្រូកទាំង3នេះមានតួនាទីខុសគ្នាកូនជ្រូកពណ៌ផ្កាឈូកគឺសម្រាប់ការសន្សំដើម្បីទិញរបស់ដែលកូនចង់បានបំផុតកូនជ្រូកពណ៌ខៀវគឺសម្រាប់ការចំណាយលើរបស់របរប្រើប្រាស់ប្រចាំថ្ងៃឬនំចំណីចំណែកកូនជ្រូកពណ៌បៃតងគឺសម្រាប់ការចែករំលែកឬធ្វើបុណ្យជួយអ្នកដទៃវិបុលស្ដាប់ដោយយកចិត្តទុកដាក់ហើយសន្យានឹងលោកយាយថានឹងប្រើពួកវាឲ្យបានត្រឹមត្រូវព្រឹកឡើងវិបុលទទួលប្រាក់ប្រចាំថ្ងៃពីម្ដាយចំនួន5,000រៀលគេចាប់ផ្ដើមគិតគូរយ៉ាងល្អិតល្អន់មុននឹងដាក់ប្រាក់ចូលក្នុងកូនជ្រូកនីមួយៗគេសម្រេចចាត់ដាក់ 2,000 រៀលក្នុងកូនជ្រូកពណ៌ផ្កាឈូក 2,000 រៀលក្នុងកូនជ្រូកពណ៌ខៀវនិង 1,000 រៀលក្នុងកូនជ្រូកពណ៌បៃតងវិបុលមានអារម្មណ៍ថាខ្លួនឯងដូចជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិតូចតាចម្នាក់អញ្ចឹងគេញញឹមបិទមាត់មិនជិតទេនៅពេលឮសំឡេងប្រកាក់ធៀកក្នុងកូនជ្រូកនៅសាលារៀនវិបុលឃើញមិត្តភក្តិរបស់គេកំពុងទិញប្រដាប់ក្មេងលេងថ្មីៗដ៏ស្រស់ស្អាតវិបុលក៏ចង់បានដែរប៉ុន្តែគេចាំសម្ដីលោកយាយថាយើងត្រូវមានគោលដៅច្បាស់លាស់គេមានក្តីស្រមៃចង់បានឈុតសម្ភារៈសិក្សាដ៏ធំមួយដែលមានពណ៌ចម្រុះនិងសៀវភៅគំនូរដូច្នេះគេត្រូវសន្សំក្នុងកូនជ្រូកពណ៌ផ្កាឈូកឲ្យបានច្រើនវិបុលដើរកាត់ហាងលក់ប្រដាប់ក្មេងលេងដោយភាពអត់ធ្មត់និងស្មារតីរឹងមាំថ្ងៃមួយវិបុលបានជួបមិត្តរួមថ្នាក់ម្នាក់ឈ្មោះសុភីដែលកំពុងអង្គុយម្នាក់ឯងដោយទឹកមុខក្រៀមក្រំវិបុលចូលទៅសួរនាំហើយដឹងថាសុភីបានបាត់ប៊ិចពណ៌សម្រាប់ធ្វើកិច្ចការសាលាវិបុលនឹកឃើញដល់កូនជ្រូកពណ៌បៃតងភ្លាមគេគិតក្នុងចិត្តថានេះហើយជាពេលដែលខ្ញុំត្រូវប្រើកូនជ្រូកចែករំលែកវិបុលមានអារម្មណ៍កក់ក្ដៅក្នុងចិត្តនៅពេលគិតដល់ការជួយមិត្តភក្តិពេលត្រឡប់មកដល់ផ្ទះវិបុលបានទៅយកកូនជ្រូកពណ៌បៃតងមកដាក់លើតុគេយកប្រាក់មួយចំនួនចេញពីកូនជ្រូកនោះដើម្បីទៅទិញប៊ិចពណ៌ថ្មីមួយឈុតសម្រាប់សុភីកូនជ្រូកពណ៌បៃតងហាក់ដូចជាញញឹមដាក់គេព្រោះវាដឹងថាប្រាក់ទាំងនេះនឹងបង្កើតភាពសប្បាយរីករាយវិបុលខ្ចប់ប៊ិចពណ៌នោះយ៉ាងស្អាតដើម្បីទុកជូនសុភីនៅថ្ងៃស្អែកគេដេកលក់ទាំងក្តីសុខជាខ្លាំងនៅថ្ងៃបន្ទាប់វិបុលបានហុចកាដូឲ្យសុភីនៅសាលារៀនសុភីមានការភ្ញាក់ផ្អើលនិងត្រេកអរជាខ្លាំងរហូតដល់ហូរទឹកភ្នែកដោយក្តីរំភើបអរគុណណាស់វិបុលអញពិតជាមិត្តល្អមែនសុភីនិយាយទាំងញញឹមអ្នកគ្រូដែលបានឃើញសកម្មភាពនេះក៏បានសរសើរវិបុលនៅមុខមិត្តភក្តិទាំងអស់វិបុលយល់ថាការចែករំលែកពិតជាមានតម្លៃជាងការរក្សាទុកសម្រាប់តែខ្លួនឯងទៅទៀតពេលកន្លងផុតទៅកូនជ្រូកពណ៌ផ្កាឈូករបស់វិបុលកាន់តែធ្ងន់ទៅរៀងរាល់យប់វិបុលតែងតែយកវាមកអង្រួនស្ដាប់សំឡេងកាក់ដែលនៅខាងក្នុងចិត្តបានសម្រេចហើយក្តីស្រមៃរបស់ខ្ញុំវិបុលនិយាយខ្សឹបខ្សឹបម្នាក់ឯងគេបានកត់ត្រាចំនួនប្រាក់ដែលបានសន្សំទុកក្នុងសៀវភៅតូចមួយយ៉ាងមានរបៀបការសន្សំសំចៃបានក្លាយជាទម្លាប់ដ៏ល្អមួយសម្រាប់រូបគេថ្ងៃមួយមានកម្មវិធីពិព័រណ៍សៀវភៅដ៏ធំមួយនៅក្នុងភូមិវិបុលចង់ទៅមើលណាស់ប៉ុន្តែគេត្រូវប្រើប្រាក់ក្នុងកូនជ្រូកពណ៌ខៀវសម្រាប់ថ្លៃធ្វើដំណើរនិងទិញនំញ៉ាំ
គេពិនិត្យមើលកូនជ្រូកពណ៌ខៀវហើយឃើញថាមានប្រាក់គ្រប់គ្រាន់សម្រាប់ការកំសាន្តនេះវិបុលសប្បាយចិត្តដែលគេមានប្រាក់ចំណាយផ្ទាល់ខ្លួនដោយមិនចាំបាច់សុំពីឪពុកម្ដាយបន្ថែមនេះបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់កុមារម្នាក់នៅឯពិព័រណ៍សៀវភៅវិបុលបានឃើញឈុតសម្ភារៈសិក្សាដែលគេធ្លាប់ស្រមៃចង់បានវាមានពណ៌ស្រស់ស្អាតនិងមានគុណភាពល្អណាស់ប៉ុន្តែនៅពេលគេមើលតម្លៃគេឃើញថាខ្វះតែបន្តិចទៀតប៉ុណ្ណោះវិបុលមិនមានអារម្មណ៍ខុសចិត្តទេប៉ុន្តែគេកាន់តែមានទឹកចិត្តក្នុងការសន្សំថែមទៀតគេប្រាប់ខ្លួនឯងថាមិនអីទេខ្ញុំនឹងព្យាយាមសន្សំឲ្យគ្រប់ក្នុងខែក្រោយមិត្តភក្តិម្នាក់បានបបួលវិបុលទៅលេងហ្គេមដែលត្រូវចំណាយប្រាក់ច្រើនវិបុលគិតមួយសន្ទុះរួចបដិសេធដោយសុជីវធម៌គេដឹងថាការលេងហ្គេមគ្រាន់តែជាភាពសប្បាយរីករាយមួយផ្លែតប៉ុន្តែឈុតសម្ភារៈសិក្សានឹងជួយឲ្យគេរៀនពូកែវិបុលចេះបែងចែករវាងអ្វីដែលចង់បាននិងអ្វីដែលចាំបាច់គេជឿរើសយកការដើរមើលសៀវភៅដែលមានចំណេះដឹងជំនួសវិញលោកយាយតែងតែសង្កេតមើលវិបុលដោយក្តីមោទនភាពលោកយាយឃើញវិបុលចេះគ្រប់គ្រងចិត្តខ្លួនឯងនិងចេះគិតគូរវែងឆ្ងាយវិបុលចៅយាយចៅពិតជាធំដឹងក្តីមែនលោកយាយពោលទាំងញញឹមលោកយាយបានបង្រៀនវិបុលបន្ថែមអំពីការសន្សំថាវាមិនមែនត្រឹមតែជាការទុកប្រាក់ទេប៉ុន្តែជាការសន្សំឱកាសសម្រាប់អនាគតវិបុលចងចាំសម្ដីនេះទុកក្នុងចិត្តជានិច្ចនៅរដូវភ្ជុំបិណ្ឌវិបុលចង់ចូលរួមធ្វើបុណ្យជាមួយគ្រួសារគេបានយកកូនជ្រូកពណ៌បៃតងមកមើលហើយឃើញថាមានប្រាក់ច្រើនគួរសមវិបុលបានប្រគល់ប្រាក់មួយផ្នែកទៅឲ្យម្ដាយដើម្បីទិញអង្ករនិងនំចំណីប្រគេនព្រះសង្ឃគេមានអារម្មណ៍ថាខ្លួនឯងបានរួមចំណែកក្នុងកិច្ចការសាសនានិងសង្គមកូនជ្រូកពណ៌បៃតងបានបង្រៀនគេឲ្យស្គាល់ពីតម្លៃនៃបុណ្យកុសលស្រាប់តែថ្ងៃមួយមានខ្យល់ព្យុះបកមកលើភូមិយ៉ាងខ្លាំងផ្ទះនៃញាត់ជិតខាងម្នាក់ត្រូវបានខូចខាតដំបូលវិបុលឃើញកុមារក្នុងផ្ទះនោះគ្មានសៀវភៅរៀនដោយសារទឹកភ្លៀងជោកជាមវិបុលមានអារម្មណ៍អាណិតអាសូរជាខ្លាំងគេសម្រេចចិត្តដកប្រាក់សំខ្លះពីកូនជ្រូកពណ៌ផ្កាឈូកដើម្បីជួយទិញសៀវភៅឲ្យមិត្តភក្តិម្នាក់នោះទោះបីជាការសន្សំរបស់គេទ្រឹថយចុះក៏វិបុលនៅតែមានស្នាមញញឹមម្ដាយរបស់វិបុលសួរគេថាវិបុលកូនសុខចិត្តឲ្យការសន្សំរបស់កូនយឺតយ៉ាវដើម្បីជួយអ្នកដទៃឬវិបុលឆ្លើយដោយទំនុកចិត្តថាបាទម៉ាក់ព្រោះការជួយមិត្តភក្តិដែលកំពុងជួបទុក្ខលំបាកសំខាន់ជាងរបស់ដែលកូនចង់បានម្ដាយរំភើបចិត្តណាស់ហើយបានឲ្យវិបុលយ៉ាងណែនទង្វើរបស់វិបុលបានសាយភាយពេញភូមិមនុស្សគ្រប់គ្នាផ្លាមចេះជួយគ្នាទៅវិញទៅមកបន្ទាប់ពីព្យុះកន្លងផុតទៅមេឃត្រឡប់មកស្រឡះវិញវិបុលចាប់ផ្ដើមសន្សំប្រាក់ឡើងវិញដោយការតាំងចិត្តខ្ពស់គេឆ្លៀតពេលទំនេរជួយដាំបន្លែក្នុងសួនដើម្បីបានប្រាក់កម្រៃផាដាំខ្លះៗដាក់ក្នុងកូនជ្រូកគេយល់ថាការងារសុចរិតគឺជាប្រភពនៃប្រាក់ចំណូលដ៏ល្អបំផុតរៀងរាល់ល្ងាចវិបុលស្រោចទឹកដំណាំទាំងទឹកមុខរីករាយមិនយូរប៉ុន្មានកូនជ្រូកពណ៌ផ្កាឈូករបស់វិបុលបានពេញហៀបនឹងហូរចេញមកក្រៅវិបុលអស់ណាស់គេរត់ទៅរកលោកយាយភ្លាមលោកយាយកូនជ្រូកសន្សំរបស់ចៅពេញហើយវិបុលស្រែកដោយភាពត្រេកអរលោកយាយញញឹមរួចជួយវិបុលវាយកូនជ្រូកនោះដើម្បីយកប្រាក់ចេញសំឡេងកាក់ធ្រៀកមកលើកម្រាលព្រំឮសូរឃ្លីងយ៉ាងពីរោះរណ្ដំវិបុលរាប់ប្រាក់ទាំងអស់ដោយភាពហ្មត់ចត់គេឃើញថាប្រាក់នោះមិនត្រឹមតែគ្រប់គ្រាន់សម្រាប់ទិញឈុតសម្ភារៈសិក្សាប៉ុណ្ណោះទេប៉ុន្តែនៅសល់ខ្លះទៀតផងវិបុលសម្រេចចិត្តយកប្រាក់ដែលសល់នោះទៅដាក់ចូលក្នុងកូនជ្រូកពណ៌បៃតងវិញគេចង់ត្រៀមទុកសម្រាប់ជួយអ្នកដទៃនៅពេលក្រោយទៀតលោកយាយសរសើរវិបុលថាជាក្មេងដែលមានចិត្តទូលាយ
នឹងចេះគិតគូរនៃចុងសប្តាហ៍លោកជ័យបាននាំវិបុលទៅហាងលក់សម្ភារៈសិក្សានៅក្នុងទីរួមខេត្តវិបុលបានកាន់ប្រាក់ដែលខ្លួនខំសន្សំដោយផ្ទាល់ដៃគេដើរចូលទៅក្នុងហាងដោយភាពជឿជាក់និងមោទនភាពនៅពេលគេចាប់កាន់ឈុតសម្ភារៈសិក្សាដ៏ស្រស់ស្អាតនោះគេមានអារម្មណ៍ថាវាមានតម្លៃលើសពីធម្មតាព្រោះវាជាលទ្ធផលនៃការព្យាយាមនិងការអត់ធ្មត់របស់គេផ្ទាល់ក្រៅពីឈុតសម្ភារៈសិក្សាវិពុលក៏បានទិញសៀវភៅរឿងនិទានអប់រំមួយចំនួនផងដែរគេចង់យកមកអានឲ្យមិត្តភ័ក្តិក្នុងភូមិស្ដាប់នៅពេលទំនេរវិពុលដឹងថាចំណេះដឹងគឺជាអ្វីដែលត្រូវចែករំលែកមិនមែនទុកតែម្នាក់ឯងនោះទេគេបានប្រើប្រាក់ពីកូនជ្រូកផខៀវដើម្បីទិញការ៉េមម្នាក់មួយដើមជាមួយលោកចៃរសជាតិការ៉េមថ្ងៃនេះផ្អែមឆ្ងាញ់ជាងរាល់ដងព្រោះវាជាប្រាក់ដែលគេសន្សំបានពេលត្រឡប់មកដល់ផ្ទះវិញវិបុលបានរៀបចំតុសិក្សារបស់គេយ៉ាងមានរបៀបឈុតសម្ភារៈសិក្សាថ្មីត្រូវបានដាក់តម្រៀបគ្នាយ៉ាងស្អាតវិបុលចាប់ផ្ដើមគូររូបភាពដំបូងរបស់គេគឺរូបលោកយាយនិងកូនជ្រូកទាំង3គេចង់ចាំនៃមេរៀនដ៏មានតម្លៃដែលលោកយាយបានបង្រៀនរូបភាពនោះពោពេញដោយពណ៌ចម្រុះនិងក្តីស្រឡាញ់វិបុលបានបង្កើតក្លឹបទូចមួយឈ្មោះថាក្លឹបកូនជ្រូកសន្សំនៅក្នុងភូមិគេបានហៅមិត្តភ័ក្តិមកលេងផ្ទះហើយចែករំលែកបទពិសោធន៍នៃការប្រើកូនជ្រូកទាំង3សុភីនិងមិត្តភ័ក្តិផ្សេងទៀតចាប់អារម្មណ៍យ៉ាងខ្លាំងពួកគេក៏ចង់សន្សំប្រាក់ដើម្បីសម្រេចក្តីស្រមៃរៀងៗខ្លួនដែរវិបុលបានក្លាយជាអ្នកដឹកនាំតូចម្នាក់ដែលជួយបង្រៀនមិត្តភ័ក្តិឲ្យចេះសន្សំសំចៃឪពុកម្ដាយក្នុងភូមិឃើញការផ្លាក់ប្ដូររបស់កូនក៏មានភាពសប្បាយចិត្តជាខ្លាំងពួកគេបានអរគុណវិពុលនិងគ្រូសាឲ្យបាននាំមកនូវទម្លាប់ល្អៗដល់ក្មេងៗភូមិរីករាយកាន់តែមានសេចក្តីសុខព្រោះកុមារគ្រប់រូបចេះសន្សំនិងចេះចែករំលែកវិពុលមានអារម្មណ៍មោទនភាពដែលគេអាចជួយផ្លាស់ប្ដូរសហគមន៍របស់គេបានយប់មួយវិបុលបានសរសេរសម្បត្តិមួយច្បាប់ទុកក្រោមខ្នែលោកយាយក្នុងសម្បត្តិនោះសរសេរថាអរគុណលោកយាយសម្រាប់កូនជ្រូកទាំង3វាបានបង្រៀនចៅឲ្យស្គាល់ពីតម្លៃនៃប្រាក់និងតម្លៃនៃចិត្តសប្បុរសលោកយាយបានអានសម្បត្តិនោះទាំងទឹកភ្លេករំភើបលោកយាយដឹងថាវិបុលនឹងធំឡើងក្លាយជាមនុស្សល្អដែលមានប្រយោជន៍ដល់សង្គមវិបុលមិនដែលបញ្ឈប់ការសន្សំឡើយទោះបីជាគេសម្រេចក្តីស្រមៃដំបូងរួចហើយក៏ដោយគេចាប់ផ្ដើមមានគោលដៅថ្មីគឺការសន្សំដើម្បីទិញកង់ជិះទៅរៀននៅអនុវិទ្យាល័យដែលនៅឆ្ងាយគេដឹងថាការធ្វើដំណើរវែងឆ្ងាយត្រូវចាប់ផ្ដើមពីជំហានដំបូងកូនជ្រូកពណ៌ផ្កាឈូកថ្មីមួយទៀតត្រូវបានយកមកដាក់ជំនួសកូនជ្រូកចាស់នៅក្នុងថ្នាក់រៀនវិបុលតែងតែជួយពន្យល់មេរៀនដល់មិត្តភ័ក្តិដែលមិនសូវយល់គេយល់ថាការចែករំលែកចំណេះដឹងក៏ដូចជាការដាក់ប្រាក់ក្នុងកូនជ្រូកពណ៌បៃតងដែរកាន់តែចែករំលែកចំណេះដឹងរបស់គេកាន់តែរីកចម្រើនអ្នកគ្រូបានផ្ដល់រង្វាន់ជាសៀវភៅសរសេរដល់វិបុលព្រោះភាពសកម្មរបស់គេវិបុលយកសៀវភៅនោះទៅទុកក្នុងប្រអប់សម្ភារៈសន្សំរបស់គេថ្ងៃជប់សម្រាវិបុលតែងតែជួយលោកយាយរៀបចំសួនផ្កាពួកគេជជែកគ្នាអំពីអនាគតនិងក្តីស្រមៃផ្សេងៗលោកយាយប្រាប់ថាទ្រព្យសម្បត្តិដ៏ពិតប្រាកដមិនមែនមានតែប្រាក់កាក់ទេប៉ុន្តែគឺជាចំណេះដឹងនិងសីលធម៌វិបុលងក់ក្បាលយល់ព្រមហើយបន្តខិតខំរៀនសូត្រគេចង់ឲ្យកូនជ្រូកទាំង3ជានិមិត្តរូបនៃជីវិតដ៏មានតុល្យភាពរបស់គេមិត្តភក្តិម្នាក់សួរវិបុលថាតើឯងមិនស្ដាយប្រាក់ដែលចែកឲ្យអ្នកដទៃទេអីវិបុលឆ្លើយទាំងញញឹមថាមិនស្ដាយទេព្រោះនៅពេលយើងឃើញគេមានសេចក្តីសុខយើងក៏មានសេចក្តីសុខដែរចម្លើយនេះធ្វើឲ្យមិត្តភក្តិម្នាក់នោះចាប់ផ្ដើមយល់ពីតម្លៃនៃសប្បុរសធម៌
វិបុលបានបង្ហាញថាភាពមានបានពិតប្រាកដចាប់ដើមចេញពីបេះដូង នៅថ្ងៃបញ្ចប់ឆ្នាំសិក្សាវិបុលទទួលចំណាត់ថ្នាក់លេខ1ក្នុងថ្នាក់គេទទួលបានអាហារូបករណ៍តូចមួយពីសាលាវិបុលមិនបង្អង់យូរឡើយគេយកប្រាក់រង្វាន់នោះមកបែងចែកចូលក្នុងកូនជ្រូកទាំង3ភ្លាមគេមានគម្រោងទិញកាដូជូនលោកយាយនិងឪពុកម្ដាយសម្រាប់ឱកាសបុណ្យចូលឆ្នាំខាងមុខវិបុលក្លាយជាក្មេងដែលចេះគិតគូរគ្រប់ជ្រុងជ្រោយរឿងរ៉ាវរបស់វិបុលនិងកូនជ្រូកទាំង3បានក្លាយជាមេរៀនដ៏ល្អសម្រាប់ក្មេងៗគ្រប់រូបការសន្សំនាំមកនូវក្តីស្រមៃការចំណាយនាំមកនូវតម្រូវការនិងការចែករំលែកនាំមកនូវសេចក្តីសុខវិបុលរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារនិងមិត្តភក្តិគេដឹងថាដរាបណាគេនៅតែប្រកាន់ខ្ជាប់នូវទម្លាប់ល្អៗទាំងនេះជីវិតរបស់គេនឹងជួបតែពន្លឺជានិច្ច